ប្រិមិត្តជាទីគោរពស្ថានទូតចិនប្រចាំកម្ពុជាអតិភិបខ្ពស់បំផុតគឺបញ្ឈប់នៅសង្គ្រាមកម្ពុជាថៃឲ្យបានឆាប់រហ័សបំផុតនិងការពារប្រជាពលរដ្ឋស៊ីវិលរាជធានីភ្នំពេញស្ថានទូតចិនប្រចាំកម្ពុជាលោកវ៉ាងវ៉េនបិនបានបង្ហាញពិសេសមួយនៅរាត្រីថ្ងៃទី15ខែធ្នូឆ្នាំ2025នេះបានប្រកាសឲ្យដឹងថាអតិភិបខ្ពស់បំផុតគឺបញ្ឈប់នៅសង្គ្រាមនិងការពារពលរដ្ឋស៊ីវិលយើងសង្ឃឹមថាភាគីទាំងពីរកម្ពុជាថៃនឹងអត់ធ្មត់ជាអតិបរមាចាត់គ្រប់វិធានការដើម្បីឈានទៅបទឈប់បាញ់ឲ្យបានកាន់តែឆាប់បំផុតដើម្បីកសាងសន្តិភាពនិងស្ថិរភាពនៅតាមព្រំដែននិងដើម្បីផលប្រយោជន៍ប្រជាជនប្រទេសចិនគឺនឹងបន្តធ្វើអ្វីៗគ្រប់យ៉ាងតាមដែលយើងអាចធ្វើទៅបានដើម្បីលើកកម្ពស់ការសន្ទនាឈានទៅកសាងសន្តិភាពហើយចិននឹងបន្តដើរតួនាទីស្ថាបនាតាមវិធីរបស់ខ្លួននៅក្នុងការនាំមកនៅបទឈប់បាញ់រវាងកម្ពុជាថៃដើម្បីកសាងនៅសន្តិភាពសូមជម្រាបជូនថាអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Go Chikun នៅថ្ងៃច័ន្ទទី15ខែធ្នូឆ្នាំ2025បានប្រកាសថាមហាអំណាចចិនប្រកាសបដិញ្ញាជំរុញឲ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃហើយចូលតុចរចាដើម្បីសន្តិភាពហើយសង្ឃឹមថាកម្ពុជានិងថៃនឹងអនុវត្តការអត់ធ្មត់ជាអតិបរមាហើយចាត់វិធានការទាំងអស់ដែលនាំទៅដល់ការបញ្ឈប់ការប្រយុទ្ធគ្នានិងកាត់បន្ថយភាពតានតឹងឲ្យបានឆាប់តាមអ្វីដែលអាចធ្វើទៅបានលោកក៏បានបន្តបន្ថែមទៀតថាចិននឹងបន្តដោយមើលលើឆន្ទៈរបស់ភាគីទាំងពីរក្នុងការធ្វើការឲ្យអស់ពីសមត្ថភាពដើម្បីជំរុញការចរចាដើម្បីសន្តិភាពនិងដើរតួនាទីស្ថាបនាតាមរបៀបរបស់យើងដើម្បីនាំមកនៅបទឈប់បាញ់និងការស្ដារនៅសន្តិភាពរវាងប្រទេសទាំងពីរអញ្ចឹងពុកម៉ែបងប្អូនបានជ្រាបហើយនេះគឺជាសារពិសេសមួយនៅរាត្រីថ្ងៃទី15នេះបាទគឺជាសារដ៏ល្អដែលលោកបានសរសេរថាអតិភិបខ្ពស់បំផុតគឺបញ្ឈប់នៅសង្គ្រាមកម្ពុជាថៃឲ្យបានឆាប់បំផុតនឹងការពារប្រជាពលរដ្ឋស៊ីវិលផងដែរអញ្ចឹងរហូតមកដល់ពេលវេលានេះបន្ទាប់ពីមានការផ្ទុះអាវុធតាមបណ្ដាខេត្តផ្សេងនៅជាប់ខាងប្រទេសថៃបាទមកលើទឹកដីកម្ពុជាយើងនេះរហូតមកដល់ពេលនេះគឺមានសភាពស្ងប់ស្ងាត់ហើយពុកម៉ែបងប្អូនបាទគឺស្ងប់ស្ងាត់គ្រប់ទីតាំងទាំងអស់បន្ទាប់ពីមហាអំណាចចិនឬយើងហៅថាមហាមិត្តដៃថែបរបស់កម្ពុជាបាទធ្វើការចេញសារបន្ទាន់មួយបាទតាក់ទងជាមួយនឹងការសម្របសម្រួលក៏ដូចជាការអន្តរាគមន៍ដើម្បីបញ្ឈប់នៅសង្គ្រាមរវាងកម្ពុជាជាមួយនឹងប្រទេសថៃបាទអញ្ចឹងឃើញថាការបាញ់ក៏ដូចជាការផ្ទុះនៅសង្គ្រាមត្រូវបានបញ្ឈប់បាទគឺមានភាពស្ងប់ស្ងាត់ហើយនៅគណៈពេលនេះហើយស្ថានភាពយ៉ាងណានោះបងកងកម្លាំងជួរមុខក៏ស្ថិតនៅក្នុងការប្រុងប្រយ័ត្នគ្រប់ពេលវេលាផងដែរដោយសារពុកម៉ែបងប្អូនដឹងហើយថាខាងភាគីសៀមគឺយើងមិនអាចទុកចិត្តបានទេបាទបើទោះជាមានការសរសេរតាក់ទងជាមួយនឹងការសុំឲ្យមានបទឈប់បាញ់បាទឬក៏ការបញ្ឈប់នៅសង្គ្រាមរវាងកម្ពុជាថៃដែលជាការបដិញ្ញារបស់ខាងមិត្តដៃថែបគឺប្រទេសចិនបាទលោកចេញសារពិសេសនេះក៏ដោយក៏យើងនៅតែមានការប្រុងប្រយ័ត្នជានិច្ចផងដែរបាទហើយយើងក៏សូមអរគុណទៅដល់មហាមិត្តទាំងពីរគឺមានសហរដ្ឋអាមេរិកក៏ដូចជាខាងប្រទេសចិនដែលយកចិត្តទុកដាក់នៅក្នុងការអន្តរាគមន៍ការសម្របសម្រួលបាទឲ្យមានបទឈប់បាញ់រវាងកម្ពុជាហើយនិងប្រទេសសៀមផងដែរ
បាទចឹងព័ត៌មាននេះយើងចាត់ទុកថាគឺជាព័ត៌មានដ៏ល្អត្រចះត្រចង់មួយជាព័ត៌មានដែលពួកយើងចង់បានពុកម៉ែបងប្អូនកម្ពុជាយើងចង់បានហើយអ្វីដែលយើងចង់បាននោះគឺសន្តិភាពបាទអត់ចង់បានការបង្ហូរឈាមការបាញ់ណាការរត់គេចគឺមិននាំផលចំណេញទៅដល់ប្រទេសទាំងសងខាងបាទអញ្ចឹងពុកម៉ែបងប្អូនខ្ញុំបាទក៏សូមបញ្ចប់នៅព័ត៌មាននេះត្រឹមតែប៉ុណ្ណេះអរគុណសម្រាប់ការតាមដានសង្ឃឹមថាយប់នេះពុកម៉ែបងប្អូនទាំងអស់គ្នានឹងគេងលក់ស្រួលទាំងអស់គ្នាបាទសូមអរគុណសូមគោរពលា